4 វិធីដែលអ្នកកំពុងធ្វើឲ្យឆ្មារបស់អ្នកឈឺចាប់ដោយអ្នកមិនដឹងខ្លួនចំណុចទី 1 ខ្សាច់មានក្លិនសម្រាប់អ្នកវាអាចមានក្លិនល្អប៉ុន្តែសម្រាប់ឆ្មាវិញវាដូចជាត្រូវបានបង្ខំឲ្យរស់នៅក្នុងក្លិនមួយដែលឆ្មាមិនចូលចិត្តអញ្ចឹងដូចជាក្លិនខ្លាំងៗដូចជាទឹកអប់ឬក៏ក្លិនក្រូចអ្វីជាដើមឆ្មាមានការស្គាល់ក្លិននិងចំណាំក្លិនបានល្អខ្លាំងណាស់បានសម្រាប់ក្លិនសពនិមិត្តអាចធ្វើឲ្យឆ្មាមានអារម្មណ៍ថាមិនសុខឬក៏ច្របូកច្របល់បើវាចាប់ផ្ដើមមិនចូលចិត្តប្រើវាហើយគឺលិទ្ធបុកមួយហ្នឹងគឺឆ្មាមិននៅជាដាច់ខាតចំណុចទី 2 ឲ្យអាហារឆ្មាច្រើនពេកឆ្មាអាចនឹងធាត់តែមើលទៅគួរឲ្យស្រឡាញ់ប៉ុន្តែភាពជាក់ស្ដែងគឺពេលដែលឆ្មាយើងញ៉ាំច្រើនធាត់ទៅគឺមានបញ្ហាសុខភាពនេះក៏អាចបណ្ដាលឲ្យឆ្មាយើងឈឺច្រើនផងដែរចំណុចទាំងនេះក៏អាចបណ្ដាលឲ្យឆ្មារបស់អ្នកឈឺសន្លាក់ឬក៏កាត់ទឹកនោមផ្អែមនិងទៅពេទ្យញឹកញាប់ជាដើមចំណុចទី 3 ឆ្មានៅស្ងៀមមិនលេងឆ្មាអាចនឹងមើលទៅចូលចិត្តលេងច្រើនតែបើសិនជាឆ្មានៅស្ងៀមមានន័យថាឆ្មារបស់អ្នកគឺកំពុងតែច្របូកច្របល់និងនៅមិនសុខចិត្តនៅរឿងអ្វីមួយចំណុចទី 4 ការដែលមិនយល់សញ្ញារបស់ឆ្មាមិនស្រែកដូចមនុស្សទេវានិយាយស្ងាត់ៗឬក៏ឲ្យសញ្ញាអ្នកទាំងអស់គ្នាស្ងាត់ៗដូចជាការមិនញ៉ាំអាហារលាក់ខ្លួនគេងកន្លែងណាដែលចម្លែកខុសពីរាល់ដងសញ្ញាទាំងនេះគឺជាសញ្ញាអាសន្នសម្រាប់ឆ្មាបើឆ្មារបស់អ្នកចាប់ផ្ដើមខុសធម្មតា